សូមជម្រាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍សិស្សចាស់សិស្សថ្មីទាំងអស់នាំមកស្ដាប់ជាមួយនឹងវីដេអូដំបូងដែលយើងបានបែកគ្នាជាយូរមកហើយនៅក្នុងថ្នាក់រៀនហ្វុងស៊ុយកូនទន្សាយបៃតងហើយសូមស្វាគមន៍ឆ្នាំ2026ឆ្នាំមមីនឹងចូលមកដល់ក្នុងពេលឆាប់នេះកាលពីម្សិលមិញបងប្អូនដែលជា fan នៅក្នុងថ្នាក់រៀនមុខជាប៉ាជឿបងប្អូនបានទទួលស្ដាប់វីដេអូទី1របស់នាងខ្ញុំដែលជាវីដេអូស្វាគមន៍ឆ្នាំថ្មីឆ្នាំមមីឆ្នាំ2026ប៉ុន្តែយើងដឹងហើយថានាងខ្ញុំបែងចែកថ្នាក់រៀនជា2ដាច់ដោយឡែកពីគ្នាមួយគឺថ្នាក់រៀនមុខវិជ្ជាប៉ាជឿដែលមានកូនសិស្សគាំទ្រជាច្រើនហើយនេះគឺជាថ្នាក់រៀនទី2ថ្នាក់រៀនមុខវិជ្ជាហ្វុងស៊ុយប៉ុន្តែអត់សូវមានកូនសិស្សគាំទ្រទេដោយសារថ្នាក់រៀនមួយនេះមិនសូវមានកូនសិស្សគាំទ្រក៏ធ្វើឲ្យនាងខ្ញុំដែរជាអ្នកបង្ហាត់បង្ហាញចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាអត់សូវមានកម្លាំងចិត្តទេហើយថ្នាក់រៀននេះនាងខ្ញុំក៏បំរុងនឹងបិទចោលប្រមាណស្អាតដែរតែមានការសំណូមពរពីបងប្អូនដែលជា fan គាំទ្រថ្នាក់រៀនរបស់នាងខ្ញុំមួយចំនួនតូចដែលគាត់នៅតែទទូចចង់ឲ្យនាងខ្ញុំនៅតែបើកថ្នាក់នេះហើយបងប្អូនត្រូវតែដឹងណាថាហេតុអីបានខ្ញុំបើកថ្នាក់បង្រៀនដល់ទៅពីថ្នាក់មុខវិជ្ជាប៉ាជីផ្សេងមុខវិជ្ជាហ្វុងស៊ុយផ្សេងហេតុអីខ្ញុំមិនដាក់ចូលគ្នាកុំឲ្យសិស្សពិបាកមើលរហូតទៅដល់2 page ឬមួយក៏2 channel YouTube អញ្ចឹងបងប្អូនត្រូវតែយល់ខ្ញុំធ្វើអ្វីទាំងអស់គឺដើម្បីឲ្យបងប្អូនមានភាពងាយស្រួលកុំឲ្យច្រឡុកច្រឡំមុខវិជ្ជាប៉ាជឿនិងមុខវិជ្ជាហ្វុងស៊ុយលោកឡំគ្នាហើយនៅក្នុងការបង្រៀនបងប្អូនដឹងហើយណាថាមួយមេរៀនខ្ញុំបង្រៀនយ៉ាងលម្អិតហើយចំណងជើងនិងខ្លឹមសារគឺខ្ញុំផ្ដល់ជូនបងប្អូនអត់ឲ្យមានការពិបាកនៅក្នុងការស្វែងរកថាមេរៀននេះនៅក្នុងវីដេអូទីប្រមាណអត់ទេគឺខ្ញុំដាក់ចំណងជើងឲ្យបងប្អូនងាយស្រួលនៅក្នុងការសិក្សាអញ្ចឹងនៅក្នុងការបែងចែកថ្នាក់រៀនជា2ថ្នាក់ផ្សេងគ្នានេះមិនមែនខ្ញុំចង់ទាញប្រយោជន៍ដើម្បីទទួលយក view របស់នាងខ្ញុំទេគឺនាងខ្ញុំធ្វើដើម្បីឲ្យបងប្អូនមានភាពងាយស្រួលតែប៉ុណ្ណោះសម្រាប់វីដេអូនៅក្នុងថ្នាក់រៀនហ្វុងស៊ុយនាងខ្ញុំក៏បានព្យាយាម share ចូលទៅក្នុងថ្នាក់រៀនមុខវិជ្ជាប៉ាជឿគ្រប់មេរៀនទាំងអស់ប៉ុន្តែឃើញថានៅតែមិនមានកូនសិស្សចូលមកគាំទ្រចូលមក follow ចូលមក like ចូលមកមើលមេរៀននៅក្នុងថ្នាក់រៀនមុខវិជ្ជាហ្វុងស៊ុយនេះទេខ្ញុំអត់ដឹងថាបងប្អូនដែលជាកូនសិស្សរបស់ខ្ញុំចង់ចេះចង់ដឹងនឹងយល់ឃើញយ៉ាងណាឬមួយក៏គាត់នៅតែច្រឡំថាថ្នាក់រៀនហ្នឹងគឺជាថ្នាក់រៀនតែមួយឬមួយក៏យ៉ាងណាហើយខ្ញុំសូមជម្រាបបងប្អូនជាមុនឲ្យបងប្អូនដឹងកុំឲ្យបងប្អូនចូល comment ហើយខ្ញុំពិបាកនៅក្នុងការឆ្លើយតបបងប្អូនចឹងនៅពេលដែលខ្ញុំថតវីដេអូគឺខ្ញុំនឹងដាក់ជាសំឡេងភ្លេងព្រោះដោយសារទីតាំងដែលខ្ញុំថតវីដេអូគឺមានភាពរញ៉េរញ៉ៃសំឡេងក្មេងៗចឹងបងប្អូនកុំប្រកាន់ថាអ្នកគ្រូកុំដាក់សំឡេងភ្លេងនាំឲ្យរំខានមិនឮសំឡេងខ្ញុំបង្រៀនបងប្អូនទាំងអស់គ្នាណាចឹងត្រូវតែយល់ខ្ញុំធ្វើអ្វីគឺមានហេតុផលរបស់ខ្ញុំចឹងបងប្អូនមកមើលអំពីផ្ដើមវីដេអូទី1នៅក្នុងថ្នាក់រៀនមុខវិជ្ជាហ្វុងស៊ុយដែលខ្ញុំនឹងព្យាយាមចាប់ផ្ដើមថតវីដេអូជូនបងប្អូនទាំងអស់គ្នាសារជាថ្មីម្ដងទៀតប៉ុន្តែការសន្យាអត់ដឹងថាវាបានទៀងទាត់ឬមួយក៏យ៉ាងណាទេអញ្ចឹងបើសិនជាការសន្យាហើយខ្ញុំធ្វើមិនបានដិតដល់មិនបានទៀងទាត់ដូចមុនក៏សូមបងប្អូនមេត្តាអភ័យទោសឲ្យនាងខ្ញុំផងជាដំបូងនេះនាងខ្ញុំសូមនិយាយអំពីហ្វុងស៊ុយប្រចាំឆ្នាំ2026តែជាសក្តីផ្ដើមមិនទាន់លម្អិតជូនបងប្អូនទេយើងមកសំណេះសំណាលគ្នាលេងខ្លះសិនបងប្អូនណាចឹងយើងដឹងហើយថាឆ្នាំ2026នឹងចូលមកក្នុងពេលឆាប់នេះយើងដឹងហើយថាឆ្នាំ2026គឺជាឆ្នាំអ្វីចំណុចកន្លែងនេះដើម្បីដឹងថាឆ្នាំ2026ជាឆ្នាំអ្វីយើងមានវិធីនៅក្នុងការគណនា
បើសិនជាយើងអត់ចង់ដឹងស្រាប់ថាឆ្នាំ2026គឺជាឆ្នាំមមីដែលយើងណាអាចរាប់ឬមួយក៏ឮតាមដំណើរនៃលោកគ្រូអ្នកគ្រូចែករំលែកចឹងយើងអាចធ្វើវិធីគណនាងាយដើម្បីដឹងថាឆ្នាំមួយណាដែលចូលមកហ្នឹងគឺជាឆ្នាំសត្វអ្វីវិធីគណនាតាមក្បួនថ្នាក់រៀនកូនទន្សាយបៃតងគឺយើងយកឆ្នាំជាគោលហ្នឹងទៅបូកនឹង7ហើយចែកនឹង12ហើយយើងនឹងឃើញសំណល់លេខប្រមាណយើងរាប់ពីឆ្នាំខាលទៅអញ្ចឹងនៅក្នុងការគណនាឆ្នាំ2026បូក7ចែកនឹង12យើងឃើញសំណល់លេខ5យើងរាប់ពីសត្វខាលទៅនោះយើងឃើញថាសំណល់លេខ5គឺជាឆ្នាំមមីឆ្នាំ2026ពេលដែលយើងដឹងថាឆ្នាំ2026គឺជាឆ្នាំមមីអញ្ចឹងយើងត្រូវតែចាត់ទុកថាមមីនេះគឺជាទេវតាប្រចាំឆ្នាំជាទេវតាថៃសួយយើងហៅឈ្មោះនៅក្នុងមុខវិជ្ជាហ្វុងស៊ុយគឺជាគោលដែលទេវតាថៃសួយឆ្នាំមមីគឺស្ថិតនៅទិសខាងត្បូងចំ180អង្សាប៉ុន្តែគាត់ណាគឺមានទីតាំងស្ថិតនៅក្នុង15អង្សាប៉ុន្តែហើយយើងរាប់180នៅកណ្ដាលហើយយើងងាកទៅខាងឆ្វេងងាកទៅខាងស្ដាំ7.5អង្សាបន្ថែមទៅនោះយើងនឹងឃើញទីតាំងរបស់ទេវតាថៃសួយសត្វមមីគង់នៅហើយនៅពេលដែលយើងដឹងថាឆ្នាំ2026ជាឆ្នាំមមីដែលមានមមីជាទេវតាថៃសួយយើងត្រូវដឹងថាតើមមីឆុងជាមួយអ្វីអញ្ចឹងមមីគឺឆុងជាមួយនឹងជូតដែលគេដាក់ហៅនាមថាជូតគឺជាសត្វដែលឆុងជាមួយនឹងទេវតាថៃសួយហេតុអីបានជាយើងរកឃើញថាជូតឆុងជាមួយនឹងទេវតាថៃសួយដោយសារនៅពេលដែលយើងទម្លាក់ចំណោអំពីទីតាំង180ណាមកត្រង់បានន័យថាប្រឈមមកគ្នានោះយើងនឹងឃើញទីតាំងនៅទិសជូតដែលជាសត្វជូតគង់នៅនឹងគឺនៅ0អង្សាតែប្រឈមមុខជាមួយនឹងទេវតាថៃសួយអញ្ចឹងសត្វដែលប្រឈមមុខគ្នាគឺជាសត្វដែលឆុងគ្នាពេញទំហឹងហៅថាសត្វឆុង7ជាមួយគ្នាដូច្នេះយើងឃើញថាមមីឆុងជូតឆុងមមីឆ្នាំមមីចូលមកដល់គឺឆុងជាមួយនឹងទិសជូតនៅក្នុងមុខវិជ្ជាហ្វុងស៊ុយដែលយើងកំពុងតែសិក្សានេះបន្ទាប់ដឹងអំពីទិសឬទីតាំងទេវតាថៃសួយនិងសត្វដែលឆុងជាមួយទេវតាថៃសួយយើងមកដឹងអំពីតារាសាស្ត្រប្រចាំឆ្នាំ2026នឹងចូលមកនៅក្នុងខែកុម្ភៈដែលជាខែខាលខែទី1តំណាងឲ្យប្រតិទិនច័ន្ទគតិរបស់ចិនដែលយើងកំពុងតែសិក្សានៅក្នុងមុខវិជ្ជាចិនសាយនឹងឯងកូនសិស្សនៅក្នុងថ្នាក់រៀនកូនទន្សាយបៃតងមិនបាច់ចាំស្ដាប់លោកគ្រូអ្នកគ្រូនៅក្នុងការចែករំលែកថាឆ្នាំនេះមានផ្កាយលេខប្រមាណចុះចរនៅក្តារផ្ទះបងប្អូនមិនស្ដាប់ទេបងប្អូនមានវិធីសាស្ត្រនៅក្នុងការគណនាតាមគណិតវិទ្យាឲ្យខ្លួនឯងរៀនមួយខ្ញុំគឺលំអិតខ្ញុំបង្ហាត់បង្ហាញបងប្អូនអស់ហើយអញ្ចឹងឆ្នាំ2026ដើម្បីដឹងថាផ្កាយចរប្រចាំឆ្នាំឬមួយតារាសាស្ត្រហ្នឹងចុះចូលលេខប្រមាណបងប្អូនធ្វើការគណនាតាមក្បួនងាយដំបូងយើងយកតួលេខឆ្នាំសកល2026បូកបញ្ចូលគ្នាលេខ2បូកលេខ0បូកលេខ2បូកលេខ6គឺស្មើនឹង10យើងចង់សម្រួលលេខ10ឲ្យសល់តែមួយខ្ទង់ក៏បានយើងមិនបាច់សម្រួលក៏បានព្រោះយើងមានរូបមន្តការគណនាតារាសាស្ត្រប្រចាំឆ្នាំគឺយកលេខ11ដកជាមួយនឹងតួលេខដែលយើងបូកបញ្ចូលគ្នាអញ្ចឹងយើងបូកឃើញលេខ10យើងយករូបមន្តលេខ11មកដកលេខ10ស្មើនឹងលេខ1ដូច្នេះផ្កាយប្រចាំឆ្នាំ2026ឆ្នាំមមីគឺផ្កាយលេខ1ផ្កាយធាតុទឹកចុះចរចូលនៅទីតាំងកណ្ដាលណាពិភពលោកកណ្ដាលទ្វីបកណ្ដាលប្រទេសកណ្ដាលប្រទេសកណ្ដាលបន្ទប់កណ្ដាលទីតាំងរបស់ពួកយើងស្នាក់នៅនិងធ្វើការណានិយាយទៅឲ្យតែមនុស្សនៅទីណាផ្កាយនេះគឺចោះចោលនៅទីតាំងកណ្ដាលដែលយើងអាចចែកចំណែកនៃទីតាំងដែលយើងរស់នៅនឹងជា9ចំណែកហើយពួកយើងត្រូវតែដឹងផ្កាយលេខ1ផ្កាយធាតុទឹកគឺមានពណ៌សគុណសិស្សដែលរៀនមួយខ្ញុំ
យល់ហើយអ្វីដែលខ្ញុំនិយាយអំពីផ្កាយលេខ1ផ្កាយធាតុទឹកមានពណ៌សនេះជាបន្តយើងមកដឹងអំពីអត្ថន័យផ្កាយប្រចាំឆ្នាំទាំង9ដួងដែលមានផ្កាយលេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8លេខ9ផ្កាយលេខ1ចោះចរនៅចំកណ្ដាលទីតាំងហើយចំណែកឯផ្កាយទាំង8ដួងទៀតគឺយើងដើរជាជំហានតារាសាស្ត្រកើនលេខដែលនាងខ្ញុំបង្រៀនបងប្អូនរួចរាល់អស់ទៅហើយអញ្ចឹងយើងមកបែងចែកផ្កាយប្រចាំឆ្នាំជា2ចំណែកដែលមានផ្កាយវិជ្ជមានគឺផ្កាយលេខ1លេខ4លេខ6លេខ8និងលេខ9ហើយផ្កាយវិជ្ជមានមានផ្កាយលេខ5លេខ2លេខ3និងលេខ7ការរៀបរាប់ផ្កាយអវិជ្ជមានគឺខ្ញុំរៀបរាប់អំពីផ្កាយដែលមានអត្តពលអាក្រក់ជាងគេមុនឥឡូវយើងមើលអំពីការដើរផ្កាយទៅតាមជំហានឡស៊ូហើយខ្ញុំដើរនៅលើកងរង្វង់នៃទិសភ្នំទាំង24ដើម្បីងាយស្រួលមើលថាតើផ្កាយវិជ្ជមាននិងផ្កាយវិជ្ជមានមួយណាប៉ះពាល់ដល់ផ្កាយជីវិតរបស់មនុស្សដែលយើងហៅថាខួយនៅតាមទីតាំងខួយកំណើតឬផ្កាយកំណើតរបស់មនុស្សហើយយើងនឹងងាយស្រួលមើលថាផ្កាយវិជ្ជមានឬផ្កាយវិជ្ជមានមួយណាប្រចាំឆ្នាំ2026ហ្នឹងគឺឈរចំទីតាំងឆ្នាំកំណើតរបស់មនុស្សអាចជួយឲ្យមនុស្សនោះមានភាពល្អប្រសើរឬមួយក៏មិនមានភាពប្រសើរពាក់ព័ន្ធជាមួយនឹងឆ្នាំកំណើតរបស់គាត់បន្តមកទៀតយើងនឹងត្រូវដឹងអំពីទិសឆុង3ត្រួតឬគេហៅថាទិសពិឃាត3ឬទិសអសរកាយឬគេហៅថាស្រីខេលីងនោះគឺទិសពិឃាត3អញ្ចឹងនៅក្នុងឆ្នាំ2026យើងត្រូវដឹងថាតើយើងត្រូវរកទិសពិឃាត3តាមរបៀបណានៅពេលដែលយើងដឹងអំពីឆ្នាំសកលយើងគណនាទៅជាឆ្នាំសត្វយើងដឹងឆ្នាំសត្វនោះជាឆ្នាំសត្វអ្វីទើបយើងអាចរកពិឃាត3ប្រចាំពេលវេលាចនឹងឃើញអញ្ចឹងយើងដឹងថាឆ្នាំមមីសត្វមមីគឺជាសត្វម៉ែស្នេហ៍អញ្ចឹងដើម្បីរកពិឃាត3ប្រចាំឆ្នាំមមីយើងត្រូវដឹងថាតើមមីជាសត្វម៉ែស្នេហ៍នៅក្នុងក្រុមត្រៃហៈមុំចង្ក្រានខាលមមីចដែលមមីឆុងជាមួយនឹងជូតមមីនៅទិសខាងត្បូងឆុងជាមួយនឹងជូតដែលប្រឈមមុខគ្នានៅទិសខាងជើងដូច្នេះយើងនឹងដឹងថាពិឃាត3ប្រចាំឆ្នាំមមីគឺឆុងនៅទិសខាងជើងដែលមានទិសកលជូតហើយនឹងឆ្លូវពាក្យថាពិឃាត3គឺឆុងជាមួយនឹងសត្វ3បងប្អូនទាំងអស់គ្នាត្រូវតែយល់អំពីអត្តន័យទិសពិឃាត3ទិសឆុង3ត្រួតឬមួយក៏យើងហៅថាស្រីខេលីងបងប្អូនឃើញទេ333ឬទិសអសរកាយបាននេះហើយវាឆុងរហូតដល់3សត្វបានគេហៅថាទិសឆុង3ត្រួតពិឃាត3ឬស្រីខេលីងហ្នឹងខ្ញុំសង្ឃឹមថាបងប្អូនដែលជាកូនសិស្សចាស់យល់ច្បាស់អំពីអង្គសារដែលទិសពិឃាត3ប្រចាំពេលវេលាមួយលាតសន្ធឹងឯងអញ្ចឹងនៅពេលដែលគេនិយាយថាទិសពិឃាត3លាតសន្ធឹង45អង្សាឬមួយក៏លាតសន្ធឹង75អង្សាបងប្អូនអត់មានការភាំងភាន់ថាអ្នកនេះនិយាយខុសឬអ្នកនេះនិយាយត្រូវទេបងប្អូនត្រូវតែច្បាស់ចំណុចនេះព្រោះនៅពេលដែលបងប្អូនឮលោកគ្រូអ្នកគ្រូមានប្រសាសន៍ថាទិសឆុង3ត្រួតគឺលាតសន្ធឹង45អង្សាបានន័យថាគាត់និយាយអំពីទិសរបស់សត្វមួយមានទំហំ15អង្សាអញ្ចឹងសត្វ3បូកបញ្ចូលគ្នាស្មើនឹង45អង្សាប៉ុន្តែដោយសារនៅក្នុងគម្លាតសត្វនីមួយគឺតែងតែមានធាតុនៃទិស2យកមកបូកបញ្ចូលនៅក្នុងគម្លាតរបស់សត្វទាំង3គឺមានទិសធាតុ2ធាតុដែលទិស1ធាតុគឺមាន15អង្សាទិសមួយធាតុទៀតគឺមាន15អង្សាដូច្នេះទិសនៃធាតុគឺទំហំ30អង្សាដែលទិសនៃធាតុនេះគឺអត់ឆុងទេបងប្អូនទាំងអស់គ្នាទិសឆុង3ត្រួតគឺឆុងតែទិសសត្វដែលនៅសងខាងនៃទិសធាតុប៉ុន្តែសួរថានៅពេលដែលទីតាំងទិសសត្វដែលនៅសងខាងធាតុមានការឆុងទៅហើយតើទិសធាតុនេះពេលខ្លះអាចទប់ជាប់អត់អញ្ចឹងបានមានការហាមនៅពេលដែលទិសឆុង3ត្រួតឆុងទៅលើសត្វដូច្នេះទិសធាតុដែលនៅចន្លោះនៃទិសសត្វទាំង3នេះក៏មិនឲ្យបងប្អូនទៅប៉ះពាល់ដំស្វានដែរ
ព្រោះវាអាចរង្គើរហូតទៅដល់ទិសសត្វប៉ះពាល់ទិសសត្វអាចប៉ះពាល់ទិសធាតុប៉ះពាល់ទិសធាតុដែលនៅចន្លោះទិសសត្វក៏អាចប៉ះពាល់គ្នាព្រោះវានៅជិតគ្នាពេកអញ្ចឹងហើយបានលោកគ្រូអ្នកគ្រូមួយចំនួនគាត់មានប្រសាសន៍ថាទិសឆុង3ត្រួតមានទំហំរហូតដល់75អង្សាឯណោះបងប្អូនត្រូវតែដឹងថាមុខវិជ្ជាហ្វុងស៊ុយគឺគេនិយាយអំពីទិសស្ដេចសត្វដែលគេហៅថាទិសទេវតាថៃសួយដែលយើងមិនត្រូវធ្វើការរំខានគាត់កុំសម្លឹងមើលគាត់ណាគឺកុំបែរមុខប្រឈមជាមួយគាត់ជាញឹកញយកន្លែងទេវតាស្ដេចសត្វត្រូវតែស្អាតអញ្ចឹងត្រៀមមកហើយបងប្អូនណាក្នុងផ្ទះរបស់យើងទីតាំងណាទិសណាអង្សាណាត្រូវតែស្អាតបើសិនជាទីតាំងនោះណាមានការបាក់បែកអីបងប្អូនជួសជុលឲ្យហើយកុំទុករហូតដល់ទេវតាចុះហើយទៅរំខានគាត់ហើយទិសដែលឆុងជាមួយនឹងទេវតាថៃសួយក៏យើងត្រូវតែស្ងប់ស្ងាត់ដែរព្រោះដំក្បាលរង្គើកទុយដំកទុយក៏រំខានដល់ក្បាលដែរហើយយើងនិយាយអំពីផ្កាយអវិជ្ជមានដែលយើងត្រូវតែស្ងប់ស្ងាត់ហើយត្រូវតែមានការត្រៀមក្នុងការបន្ថយផ្កាយហើយនៅក្នុងផ្ទះរបស់ពួកយើងស្នាក់នៅបងប្អូនមើលណាទីតាំងណាដែលមានផ្កាយអវិជ្ជមានចោះចោយើងមើលកុំឲ្យទីតាំងនោះមានការបាក់បែកអីយើងជួសជុលឲ្យហើយទៅកុំជួសជុលនៅពេលដែលផ្កាយចុះមកនាំមានបញ្ហាអញ្ចឹងត្រូវការស្ងប់ស្ងាត់ត្រូវការស្អាតមានអនាម័យចំណែកឯទីតាំងដែលផ្កាយចោះចោជាផ្កាយវិជ្ជមានក៏ត្រូវតែស្អាតមានអនាម័យណាបងប្អូនទាំងអស់គ្នាដើម្បីជួយផ្កាយឲ្យកាន់តែមានឥទ្ធិពលល្អហើយទម្រង់នៅទីតាំងផ្កាយតែល្អគឺត្រូវតែមានទម្រង់ល្អអត់មានទម្រង់ពីឃាតទម្រង់ល្អអនាម័យធ្វើឲ្យផ្កាយវិជ្ជមានហ្នឹងវាមានឥទ្ធិពលល្អបូកផ្សំជាមួយនឹងការរៀបចំវត្ថុហ្វុងស៊ុយហើយក៏វាគួបផ្សំជាមួយនឹងរាសីរបស់បុគ្គលរស់នៅក្នុងផ្ទះនឹងដែរបងប្អូនទាំងអស់គ្នាទើបធ្វើឲ្យឥទ្ធិពលផ្កាយនោះជួយដល់ម្ចាស់ផ្ទះបានន័យថាអនាម័យទម្រង់ផ្ទះវត្ថុមង្គលរិស័យរបស់មនុស្សពិសេសគឺរើសពេលវេលាមង្គលដើម្បីដាក់អញ្ចឹងបងប្អូនត្រូវតែចាំណាផ្កាយអវិជ្ជមានឬផ្កាយវិជ្ជមានគឺយើងត្រូវមើលទៅលើទម្រង់ផ្ទះរបស់ពួកយើងមើលទៅលើអនាម័យហើយមើលទៅលើការដំស្វានរំខានផ្សេងអានឹងបូកផ្សំធ្វើឲ្យមានភាពអវិជ្ជមានបន្ថែមនិងភាពវិជ្ជមានបន្ថែមវីដេអូនៅក្នុងថ្ងៃនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណេះសិនបងប្អូនព្រោះវែងពេកហើយអញ្ចឹងចាំខ្ញុំលម្អិតអំពីហ្វុងស៊ុយប្រចាំឆ្នាំ2026នៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា